មកខែថ្មីបើកើតជំនាញថ្មីសម្រាប់ខ្លួនឯងដូចជាការរៀន Photoshop ជាដើមអញ្ចឹងដើម្បីបង្កើតជាមួយនឹង poster បង្កើតជាមួយនឹងរូបភាពដើម្បី promote ទៅលើ product របស់ខ្លួនឯងនៅលើ social media ឬក៏ជាពិសេសនោះសម្រាប់អ្នកដែលចង់ធ្វើ YouTube ហើយចង់រៀនជំនាញ Photoshop ដើម្បីធ្វើ thumbnail YouTube ឲ្យមានភាពទាក់ទាញដើម្បីផុសទៅបង្កើត view ច្រើនអាចមើលវីដេអូមួយនេះបានដើម្បីរៀនពីការប្រើប្រាស់ជាមួយនឹង Photoshop អញ្ចឹងជាដំបូងនៅពេលដែលអ្នកនរគ្នាបើកជាមួយនឹង Photoshop មកគឺអត់ទាន់ឃើញផ្ទាំងមួយនេះទេអ្នកនរគ្នាត្រូវបង្កើតកិច្ចការឬក៏ផ្ទាំងស្លឹកថ្មីមួយដើម្បីធ្វើកិច្ចការរបស់អ្នកនរគ្នាអញ្ចឹងនៅពេលដែលបើក Photoshop មកអ្នកនរគ្នាចុចទៅចូលទៅ file ចុចទៅពាក្យថា new បន្តមកទៀតអ្នកនរគ្នាអាចរើសខ្នាតជាមួយនឹងទំហំ poster របស់អ្នកនរគ្នាអញ្ចឹងខ្ញុំសូមដាក់ថាផ្ដេកនេះគឺ1080ជាមួយនឹងបច្ឆនេះគឺ1350ហើយបន្តមកទៀតអ្នកនរគ្នាចុចគ្រីសនៅកន្លែង artboard នេះមក resolution អ្នកនរគ្នាអាចដាក់150ទៅហើយចុចពាក្យថា create បន្តមកទៀតអ្នកនរគ្នាចូលទៅកាន់ move tool នេះ mouse ស្ដាំមកហើយចុចលើពាក្យថា artboard បន្តមកទៀតចុចគ្រីសកន្លែងនេះមួយដើម្បីបង្កើត artboard ថ្មីមួយទៀតហើយ artboard ខាងឆ្វេងដៃនេះខ្ញុំនឹងយក poster គំរូដែលខ្ញុំបានធ្វើហើយនឹងយកមកដាក់ដើម្បីធ្វើការធ្វើផ្ទៀងផ្ទាត់គ្នាអូខេអញ្ចឹងនេះគឺជា poster គំរូដែលយើងនឹងធ្វើនៅក្នុងថ្ងៃនេះអញ្ចឹងឥឡូវយើងនឹងទៅ start ធ្វើទាំងអស់គ្នាអញ្ចឹងដំណាក់កាលទី1ខ្ញុំសូមយករូបទាំងអស់ហ្នឹងយកមកផ្គុំចូលគ្នាសិនដោយសារតែរូបទាំងអស់នេះគឺខ្ញុំបានយកមកពី free pick អញ្ចឹងខ្ញុំអាចយកវាមកបន្ទប់ចូលគ្នាមុននឹងធ្វើវាឲ្យចូលសាច់គ្នាឬក៏មើលទៅវាហាក់ដូចជារូបស្តៀងរូបប៉ិតអញ្ចឹងណាហើយបើសិនបើអ្នកនរចង់សាកល្បងជាមួយនឹងការធ្វើ poster មួយហ្នឹងអាចចូលទៅកាន់ channel Telegram របស់ខ្ញុំដើម្បី download ជាមួយនឹង asset មួយចំនួនយកមកធ្វើតាមបានផងដែរអូខេអញ្ចឹងដំបូងខ្ញុំនឹងយកកែវយកមកដាក់កន្លែងនេះអូខេតមកទៀតគឺខ្ញុំនឹងយកស្មៅនេះមកដាក់អូខេអញ្ចឹងស្មៅគឺជា file PDF PSD អញ្ចឹងខ្ញុំអាចចុចចូលទៅហើយទាញស្មៅហ្នឹងចូលមកកាន់កន្លែង artwork របស់ខ្ញុំអូខេថាប៉ុណ្ណេះមកអូខេអញ្ចឹងដោយសារតែស្មៅរបស់យើងនេះរៀងកោងបន្តិចអញ្ចឹងខ្ញុំអាចចុច mouse ស្ដាំមកហើយចុចពាក្យថា web មកហើយខ្ញុំធ្វើការទាញវាបន្តិចទាញវាមកលើបន្តិចដើម្បីមើលទៅរៀងកោងបន្តិចមកអូខេបន្តមកទៀតចុច enter ទាញមកក្រោមបន្តិចនេះគឺនៅរៀងក្រោមដែរប៉ុណ្នេះហើយខ្ញុំធ្វើការ command J ដើម្បី copy មួយទៀតដើម្បីឲ្យមើលទៅវារៀងក្រាស់ជាងមុនមកមើលទៅវារៀងស្ដើងពេកអញ្ចឹងបន្ទាប់ពីបានប៉ុណ្នេះខ្ញុំដាក់នេះនៅខាងលើបន្តិចខ្ញុំចាប់ផ្ដើមយកក្រូចឆ្មានេះមកដាក់អញ្ចឹងខ្ញុំចូលទៅទាញផ្លែក្រូចឆ្មានេះយកមកដាក់មកវានៅក្រោមគេយ៉ាងទាញវាមកលើគេមកហើយខ្ញុំ comment T មកហើយខ្ញុំទាញវារៀងតូចបន្តិចហើយឃើញថាវាបែរខាងបន្តិចអញ្ចឹងខ្ញុំអាចមក comment T មក comment T ឬក៏ control T មកបន្ទាប់ទៀតខ្ញុំចុចនេះមកហើយ enter បន្តមកទៀតខ្ញុំធ្វើការដាក់ក្រូចនៅខាងមុខនេះអញ្ចឹងកន្លែងនេះខ្ញុំអាចចុច layer របស់ក្រូចនេះមួយបន្តមកទៀតចុច command J មកហើយខ្ញុំទាញវាចេញមួយទៀតមកទៅ command T បង្វិលវិញតិចមកហើយខ្ញុំធ្វើការចុច Alt ឬក៏ option ឲ្យជាប់ហើយខ្ញុំធ្វើការបង្វិលវាមកចេះមកបន្តទៀតខ្ញុំដាក់ក្រូចនេះមួយទៀតខ្ញុំចូលទៅកាន់យក asset របស់ខ្ញុំមួយទៀតក្រូចមួយនេះខ្ញុំធ្វើការនៅពេលដែលវាចេញវងមូលអញ្ចឹងខ្ញុំចុច mouse ឆ្វេងចំមកខ្ញុំអាចរំកិលវាបានណារំកិលវាប៉ុណ្នេះហើយខ្ញុំទាញវាមកអញ្ចឹង comment T ដើម្បីពង្រីកវាបន្តិចមកចុច mouse ឆ្វេងទាញវាធំបន្តិចបន្តមកទៀតខ្ញុំធ្វើការដាក់អក្សរនេះខ្ញុំធ្វើជាមួយនឹងមេឃនេះសិនអញ្ចឹងមេឃនេះគឺស្រួលទេ
dương châu layer hàng khổng cái mà bậc cạn mà tiếp bậc cạn layer thấm ấy rồi có nè là nghe cho layer đại hàng khổng cái mà hai bậc cạn layer thấm ấy mỗi và tao mà tiếp tiền layer nông mong khổng cái mà hai do biệt tha gradient tool do gradient adjustment layer nó cứ do gradient tao mới cái này ní cứ do basic ok máu dân ai cho cái này đi bị đo máu là bị đồ dùng mọi năng bỏ chứ cái này ní ai năng bỏ màu nếu như ai đồ dùng ai cho cái này sample đấy cho cái này mùi ná của bạn đấy cho mùi máu hay dùng để xa cái này nếu nhầm cho hiện không màu tí gần khổ ok tao mới cái này ní cứ cái này ní cứ cái này thằng lờ này chẳng nhầm cho bị đó mới hơi nhầm chụp cái này mối hai nhầm tiền vì tao hiện xe đấy ok và tao một tiết bò mê này cứ viên miên như mỗi năng bọc bọc này tiết chẳng dùm ép asset bọc bọc nó gọi dương miên đấy chẳng châu được cái này asset bao giờ mất vì miên chỉ PSD dẹp chẳng tiền nó tiền châu cái này ăn vào bao giờ mất ok hai nhóm chọn đã về cái này time để tiết nhóm ai comment thì mà rồi gọi control thì hai comment chế rồi gọi control thì chế mà bắt mà thế nhóm thưa cái select viết comment thì rồi gọi control thì mà tiền về mà cắt nền tích ai cho cả tiền về hiện thông định mà hãy nhóm cho return rồi gọi cho enter bắt mà thế nhóm thưa cả đã xóa chắc là so lại nó cứ giảm mỹ chẳng nhóm nó sẽ bị tha giảm mỹ mỗi lúc hai đầm bầy ai cài cho mỗi nắng so nắng dân ai cho được can character mà hay bởi adcern character đấy dân cho window này mà hai character này cái này nếu dân đã bỏ so mà tầm đấy nhầm chọn comment thì mà đầm bầy một đi cho mỗi nắng so nắng ở hiện thông đấy còn đấy ai cả nó hiện vật com tỉnh đó tao thấy đã một rôm về hiện tao tích tao mà tiết bị tha là test chẳng nhầm ai comment chê cho mọi năng so giảm mê này mất control thấy tao mà tiết một rôm về tỉnh đó cái này nhé đã thế hai đầm bay bằng rịch bằng rôm add vào tầng mô bán cho áo được có option này cho phải này là cái ai cho cả scroll đó scroll lại trận tích tầm mà tiết châu lại thu là so thi đi mất hay những đặc biệt ha let's test tiền vào cạnh nền tích hai nhầm chọn option được gọi áo lại chọn mất scroll trên nhiều với tầm một tiết cho cái lại character này đã là mày đầu bó chính mà cho bó này môi mà ok chính nhưng ai đầu phone đó iPhone đấy nhom download trên bị và tấu để nó này ai tầm mơ bán cho mua chompy hay version chỉ chọn bán drop nó không comment mới cho nhầm từ lại ao nó không channel Telegram ok phần này bắt đầu một tiết đã cho môi năng structure này hay structure này gọi nhầm miền đấy chẳng vì cứ miền asset làm thế riêng còn là tiền đảm á bắt đầu một tiết cho áo rồi nhưng ai cho comment chê mà hay control thí rồi có comment thí đầm bài tiền viết nhưng cho cả tiền viết hiện tôi thì nó cho option được ally job hay scroll nó đầm bài scroll và phần ní hay cái line scroll ní cứ miền tôi mới tiết dương cho comment chê control thì
តមកទៀតពង្រងវាតូចបន្តិចឃើញថាកន្លែងនេះមានបបកបន្តិចទៀតអញ្ចឹងខ្ញុំអាចដាក់បបកកន្លែងនេះមួយទៀតមកកន្លែងហ្នឹង layer បបកនេះខ្លប់អញ្ចឹងខ្ញុំអាចcopy បបកទៀតមក command ឬក៏ control J ហើយទាញវាមកដាក់នៅខាងមុខទាញវាមកដាក់មុខនោះអាចដាក់កន្លែងនេះបន្តមកទៀតខ្ញុំបង្កើតម៉ាស់ឲ្យបបកនឹងមួយហើយខ្ញុំធ្វើការចុចអក្សរ B ឬក៏អ្នកគេចូលមកកាន់ tool នេះមកហើយកន្លែងខាងក្រោមនេះបើចង់លុបអ្នកត្រូវដាក់វាពណ៌ខ្មៅអញ្ចឹងចុច X មកដើម្បី swap វាទៅជាពណ៌ខ្មៅហើយពង្រីកវារៀងធំបន្តិចចុចគ្នាបបើកមកគ្នាបិទឬក៏គ្នាបើកដើម្បីពង្រីកពង្រួមហើយខ្ញុំធ្វើការផាត់វាចេញកន្លែង opacity នេះខ្ញុំដាក់100 flow នេះខ្ញុំដាក់30អញ្ចឹងខ្ញុំអាចលុបវាចេញប៉ុណ្ណេះអញ្ចឹងឥឡូវឃើញថាយើងបានយករូបមកតម្រៀបដូចទៅនឹងរូប artwork គំរូរបស់យើងហើយប៉ុន្តែអ្វីដែលអត់ដូចហ្នឹងគឺពណ៌ហើយនឹងស្រមោលក៏ដូចជាពន្លឺនៅក្នុង artwork ហ្នឹងអញ្ចឹងឥឡូវយើងនឹងចាប់ផ្ដើមទៅកែខៃទាំងអស់គ្នាអញ្ចឹងដំបូងខ្ញុំសង្កេតឃើញថាយើងមើល artwork នេះយើងសង្កេតឃើញថាអ្វីដែលជាពន្លឺហ្នឹងគឺពន្លឺចេញមកពីខាងស្ដាំនេះដើម្បីប៉ះជាមួយនឹងកែវនេះអញ្ចឹងធម្មតាពន្លឺមានfill line មាន main line អញ្ចឹងអ្នកនរគ្នាអាចធ្វើការគូសជាមួយនឹងពន្លឺដែលប៉ះមកខ្លាំងកន្លែងនេះអាចវានឹងប៉ះពន្លឺខ្លាំងអញ្ចឹងកន្លែងហ្នឹងគឺភ្លឺខ្លាំងអូខេនៅពេលដែលវាប៉ះពន្លឺខ្លាំងវាច្បាស់ជាភ្លឺជាងគេកន្លែងនេះនៅពេលដែលវាផ្ទុយពីពន្លឺបានន័យថាពន្លឺចេញមកពីខាងស្ដាំកន្លែងខាងឆ្វេងនេះកន្លែងខាងក្រោយនេះគឺវានឹងទទួលពន្លឺបានតិចតួចខាងចុងនេះប៉ុន្តែត្រង់ផ្នែកកន្លែងនេះគឺអត់ទទួលបានពន្លឺទេបានន័យថាវាភ្លឺដែរតែវាងឹតជាងគេអញ្ចឹងទៅអញ្ចឹងឥឡូវយើងនឹងទៅគូសអ្វីដែលខ្ញុំចង់ធ្វើហ្នឹងគឺធ្វើជាមួយនឹងស្រមោលកន្លែងក្រូចនេះមុនអញ្ចឹងយើងចុចមួយកន្លែង layer ក្រូចហ្នឹងហើយបន្តមកទៀតបង្កើត layer ថ្មីមួយក្រោមក្រូចហ្នឹងមកដាក់ពាក្យថា shadow មកតមកអ្នកនរគ្នាចុចអក្សរ B ដើម្បីចូល brush tool នេះហើយយើងមើលកន្លែងនេះយើងដាក់ពណ៌ខ្មៅចុច2ដងមកយើងសេរីដាក់ពណ៌ខ្មៅមកបន្តមកទៀត flow ខ្ញុំដាក់ប៉ុណ្នេះ opacity ខ្ញុំដាក់100ហើយខ្ញុំធ្វើការគូសពីក្រោម layer ក្រូចនេះមកអូខេយើងគូសមួយមកអូខេគូសបានប៉ុណ្ណេះបន្តមកទៀតខ្ញុំចង់បន្ថែមស្រមោលឲ្យរៀងវែងបន្តិចខ្ញុំអាចបង្កើតជាមួយនឹង layer ថ្មីមួយទៀតមកហើយខ្ញុំចូល pen tool ដូចរាល់ដងអញ្ចឹងខ្ញុំអាចគូសស្រមោលរៀងវែងចេញមកខាងឆ្វេងបន្តិចមកអានេះខ្ញុំដាក់ណាន់ហើយ fill នេះគឺខ្ញុំដាក់ពណ៌ខ្មៅអូខេប៉ុណ្ណេះមកខ្ញុំអាចបន្ថែមជាមួយនឹងក្រូចនេះខ្ញុំអាចពង្រីកវារៀងធំបន្តិចហើយខ្ញុំធ្វើការគូសស្រមោលនេះម្ដងទៀតអញ្ចឹងបង្កើត layer ថ្មីមួយចូល pen tool តមកទៀតគូសវាប៉ុណ្ណេះមកហើយនៅពេលដែលយើងគូសខុសឬក៏គូសលើអីតិចតួចយើងអាចចូលសេរីនេះបានចូលមកកន្លែង tool មួយនេះ direct selection tool នោះមកអាចចុះកន្លែងចុចចំកន្លែងនេះមួយមកយើងអាចធ្វើការដូរទាញមកខំតិចមកអូខេបន្តមកទៀតខ្ញុំធ្វើការ resize layer នេះមួយឬក៏ខ្ញុំអាចបន្ថែមជាមួយនឹង convert វាទៅជា smart object បន្តមកទៀតចូលទៅកាន់ filter blur gallery tilt shift នេះដើម្បីបង្កើតជាមួយនឹង blur មួយសម្រាប់ស្រមោលហ្នឹងអញ្ចឹងខ្ញុំអាចទាញស្រមោលមួយហ្នឹងមកខ្ញុំអាច
ទាញ tool លងមកហើយធ្វើការបង្វិលបន្តិចដើម្បីមើលវាហើយយើងអាចស្រែវាប៉ុណ្នេះខ្ញុំទាញវាមកកាត់នេះមកហើយខ្ញុំធ្វើការបង្វិលវាបន្តិចតមកទៀតខ្ញុំអាចថែមតម្លៃលេខនេះទៅជា27ប៉ុណ្នេះខ្ញុំចុចអូខេមកតមកទៀតខ្ញុំបង្កើតជាមួយនឹង mesh ឲ្យវាមួយហើយខ្ញុំចូលមកកាន់កន្លែង gradient tool នេះហើយកន្លែងខាងលើនេះគឺខ្ញុំដាក់សខ្មៅតមកទៀតខ្ញុំធ្វើការទាញវាមកអូខេខ្ញុំមកថយ opacity វាបន្តិចមកឲ្យវាដិតខ្លាំងពេកបាននេះទៅបានហើយបន្តមកទៀតយើងមើលឃើញថាពន្លឺគឺដេញមកពីខាងឆ្វេងនេះអញ្ចឹងកន្លែងម្ដុំនេះច្បាស់ជាមើលទៅវារៀងខ្មៅអញ្ចឹងខ្ញុំអាចឈរនៅលើ layer របស់ក្រូចនឹងមួយទៀតមកហើយខ្ញុំបង្កើតជាមួយនឹង brightness ហើយនឹង contrast មួយទៀតមុនដំបូងខ្ញុំgrad clipping មកឲ្យវាជាមួយនឹងក្រូចមួយសិនដល់ខ្ញុំមកស្ដាំលើវាមកចុចពាក្យថា grad clipping មកហើយខ្ញុំចុចពីរដងនៅលើពន្លឺនេះបន្តមកទៀតអាចដក brightness តាម78ឬក៏76នេះមកបន្តមកទៀតខ្ញុំចុច control ឬក៏ command I ជាមួយនឹង layer mask នេះខ្ញុំចុច control ឬក៏ command I ដើម្បីឆ្លាស់មកអូខេដើម្បីលាក់វាបន្តមកទៀតខ្ញុំនឹងផាត់វាចេញវិញកន្លែងនេះខ្ញុំនឹងដាក់ពណ៌សអញ្ចឹងចុចអក្សរ X មកដើម្បីវា swap ហើយខ្ញុំចុចអក្សរ B ដើម្បីចូល brush tool នេះមកបន្តមកទៀតខ្ញុំធ្វើការផាត់វាចេញមកវិញដើម្បីឲ្យឃើញស្មៅខ្ញុំអាចពង្រីកវាបន្តិចមកវាខ្លាំងពេកខ្ញុំអាចបន្ថយវាបន្តិចមកប៉ុណ្ណេះមកកន្លែងនេះខ្ញុំអាចលុបចេញវិញចុច X មកហើយយើងចុចលុបកន្លែងដែលយើងអត់ចង់បានពណ៌ខ្មៅនឹងចេញមកអូខេប៉ុណ្ណេះអូខេបន្តមកទៀតយើងនឹងធ្វើជាមួយនឹងកែវនេះម្ដងអញ្ចឹងខ្ញុំចុចទៅកាន់ move tool នេះមកហើយខ្ញុំចុចនៅលើកែវនេះមួយហើយខ្ញុំបង្កើតជាមួយនឹង layer មួយនៅពីលើកែវហ្នឹងហើយបន្តមកទៀតខ្ញុំចុច clipping មកខ្ញុំចុច Alt ឲ្យជាប់ឬក៏ចុច option ឲ្យជាប់មកហើយនឹងឃើញសញ្ញានេះខ្ញុំអាចចុចមកឆ្វេងមួយមកគឺយើងអាចធ្វើការclipping មកបានហើយអញ្ចឹងខ្ញុំអាចធ្វើជាមួយកែវនេះអញ្ចឹងដំបូងខ្ញុំបង្កើតជាមួយនឹងអក្សរសនេះដែលវាជាពន្លឺជះមកខ្លាំងអញ្ចឹងអាចបង្កើតបានយើងចុចអក្សរ B មកឬក៏អក្សរ B ដើម្បីចូលទៅកាន់ brush tool អូខេចូលទៅកាន់ brush tool ហើយកន្លែងនេះខ្ញុំចុចពីរដងមកដើម្បីបដូរពណ៌យើងអាចយកពណ៌សហើយយើងធ្វើការគូសវាមកអូខេតែវារៀងច្រើនពេកអាចថយ opacity វាបន្តិចអាចធ្វើការគូសកន្លែងនេះមកកន្លែងនេះក៏ពន្លឺចូលខ្លាំងដែរហើយកន្លែងខាងឆ្វេងនេះគឺក៏វារៀងចូលតិចមកដែរអញ្ចឹងខ្ញុំអាចចុចគ្នាបិទឬគ្នាបើកដើម្បីពង្រីកឬក៏ពង្រួមអញ្ចឹងយើងអាចគូសថែមកន្លែងនេះតិចមកអូខេយើងធ្វើការផាត់មកហើយយើងមើលកន្លែងនេះ opacity ដាក់100 flow ដាក់32អាចលើសឬក៏ខ្វះឬក៏តិចតួចទៅតាមដៃរបស់អ្នកគ្នាដាក់ទៅ smooth អញ្ចឹងយើងអាចធ្វើការផាត់មកអូខេប៉ុណ្នេះ
hai cái lại xem cái lại này ai tha vi hiện ngộ ngất chiêng thò mà đàn tích chẳng nhầm ai cho so quý rồi go cho được can mô thu này má bắt đầu mà tết nhom thua ca và cao chỉ mùi nắng brightness mùi tiết nó lơ đọp nè rồi go cái pong nè rồi go kèo nè chẳng nhầm ai và cao chỉ mùi nắng adjustment layer một tiết cứ brightness hay là contrast nữa tao mà tiết nhom thua ca create clipping má cho option rồi cho ally job mà chuyển má nhom tiếng brightness nó màu tờ lẹ mà mình thích và tao mà thích nhầm cho layer cho mỗi năng layer adjustment layer nó cho nó cái lại mặt vào viên này và tao mà thích nhầm cho control đưa comment ái đầm bấy invert mặt năng đầm bấy cái mọi mơ khơi và tao mà thích nhầm năng phạt vi tranh vào mình chứ nhầm ai cho đầu cái lại này đầm bấy tranh bài quý rồi có phạt vi bà hàng vì một vấn dân thử đạo vi bỏ so dân thời trăm tha là bây đại bỏ má cứ vi lục tranh hay là bây đại bỏ xó cứ vi năng phạt đầm bấy bằng hàng vào mình chứ em ai chơi cái lại ní đầm bay sport viên mà lừa với đứa con này ai chơi cho sau x của bạn này đầm bay sport viên được mình máu này chứ em đã bỏ xó hai em chơi sau bé đầm bay thì em plus two em ai bùng rịch plus two nó hiện thông tích tầm một tiết em hát vi chơi mà bỏ mày này đầm bay ai vi khơi chỉ mùi nâng sầm máu nó hiện khăn tích ok lại đây người ta bị hiện khăn bé trắng nhâm ai cho kỹ đòn là lơ vì máu hai nhom tần lại vì mình tích của mình đó hai thằng tần lang bên đi ok trắng người ta cài bởi dưỡng bị hiện và xài chuyên môn ấy tao một tiết nhóm nên thua cá đã cho mồi nắng blur cho mồi nắng croi tặng pi nè croi tặng pi nắng thôi mà đá dân thời cho nam tha hụt mối đại mơ tao vi hiện mơ tao hiện pop hiện đôi 3D anh trắng nè cứ rụt nắng vi miền thiệt xóm châu nhiệt đôi chỉ foreground midground hay là background chắc là foreground bao dưỡng cứ khẳng mục nè khẳng mục nó nghe là foreground nè u thọ là bật sân dương mơ phần này tế nè phần này bỏ dưỡng mơ từ cạnh bật thổ ai môi trong chẳng chắc bật thổ ai đại dương của bông tầm mơ nó cứ midground chẳng này u thọ đôi cào cà phê này chẳng ai đại dương của bông tầm mơ nó cứ midground nè midground nó cứ chụp bà chẳng ai xây này dương ban mơ này đôi chỉ foreground này cứ viên mơ đó ở chụp bà thế ở xây chụp bà thế vì hiện priel tịch hai bật to pi midground ai đại dương của bông mơ này hai kháng croi viên đấy cứ chỉ background nhưng cái này nó có ở xây chụp bà này năng mà sân thì dương mơ bị thòm bị chết phần này bỏ dương mơ sầm lặng mơ nè chẳng những ai cái này tích ở đôi cái này chẳng chẳng mơ tới rụp hay bỏ dương việc cam tài mơ tới vì rụp vỡ ok chẳng bật tàu một tiết những ai thưa mỗi croi ní hai nhom chốt lơ laser bỏ croi nâng môi máu nó laser croi nâng ok đi laser bỏ croi nâng bật tàu một tiết nhom châu đầu can filter blur gallery hai bật tàu một tiết nhom ai ok nhom ai brow blur này mà đúng hai nhom vô motion blur hai motion blur nếu nhom vô đọc 4 bắt đầu một tiết croi mùi ní nhom vô rồi còn này là khi copy bị blur bỏ croi mấy cái bạn này chứ laser bỏ mùi ní nữa nè cứ mùi ní chẳng laser mùi ní cứ nè chẳng những ai copy setting này blur nó từ khẳng lớn được bạn tái những ai copy bán luôn ra tại laser nó chỉ smart object hai percent chỉ laser nó mẹn chỉ smart object thế những ai cho mouse đam một tầm một tiết ai cho việc tha convert vía tới chỉ smart object bạn chẳng là sao vì chỉ smart object xếp chẳng những ai mơ đăng tha vì chỉ smart object để sao vì miền icon này mà đó vì chỉ smart object này chẳng những ai cho option rồi có cho lại cho mất hai dòng tia nhà nè tia effect nó tự đã cho mỗi năng laser hàng lờ này vọt nó cười nhất vì priel bàn đôi khi nè hai dân ai cho cái này này mất là bay mơ cho mỗi năng effect nó những ai cho bắt này bàn ok chẳng gây ta tại sao ta vi hiện sro page thôi mà đã phần lưỡi tranh pi hàng lờ này máu
អានកន្លែងគៀនខាងក្រោមនេះកន្លែងគៀនខាងក្រោមនេះគឺវាច្បាស់ជារៀងងឹតបន្តិចអញ្ចឹងយើងត្រូវថែមយើងត្រូវខាងលើនេះរៀងភ្លឺបន្តិចដោយសារតែបន្លឺចូលមកតាមហើយខាងក្រោមនេះរៀងងឹតបន្តិចដូចយើងមើលរូបជាស្ដែងអញ្ចឹងខាងលើនេះគឺរៀងភ្លឺបន្តិចខាងក្រោមនេះរៀងងឹតមកអញ្ចឹងខ្ញុំចុចលើ layer នឹងមួយបន្តមកទៀតខ្ញុំបង្កើត layer បន្តមកទៀតខ្ញុំចូលទៅកាន់ adjustment layer ដោយរាល់ដងយើងបន្ថែម brightness យើងអាចចុច clipping mask កន្លែងនេះមួយ option មកឆ្វេង clipping mask ចុចពីរដងនៅលើវានេះហើយថយឲ្យវា brightness នឹងទាបបន្តិចមកហើយតែប៉ុណ្នេះហើយខ្ញុំចុច command ឬ control I ដើម្បី invert មកនឹងចេញហើយខ្ញុំចុចអក្សរ B ដើម្បីយក brush tool ហើយខ្ញុំផាត់វាចេញមកវិញផាត់វាចេញមកវិញមកប៉ុណ្នេះហើយក្រូចនេះដូចគ្នាខ្ញុំបង្កើតជាមួយនឹង adjustment layer មួយទៀតគឺ brightness តោះមកទៀតខ្ញុំធ្វើការ clipping mask ចុច option មកឆ្វេងចុចពីរដងនៅលើវាទាញមកបន្តិចហើយថាប៉ុណ្្នេះចុះតមកទៀតខ្ញុំចុច command I ឬក៏ control I ដើម្បី invert mask ចុចអក្សរ B កន្លែងនេះខ្ញុំដាក់ពណ៌សហើយផាត់វាចេញមកវិញអូខេប៉ុណ្នេះបន្តមកទៀតស្មោកន្លែងនេះរៀងដិតពេកខ្ញុំអាចមើលថារៀងទៅនេះចុចអក្សរវាហើយខ្ញុំចូលកន្លែងស្មោនឹងតិចមកខ្ញុំអាចបន្ថយ opacity វាបន្តិចមកមិនឲ្យវាដិតខ្លាំងពេកអូខេប៉ុណ្ណឹងនេះយើងត្រូវ design ហើយយើងមើលខ្លួនឯងថាវាសមផ្នែកឬក៏អត់បន្តមកទៀតកន្លែងនេះគឺរៀង blur អញ្ចឹងខ្ញុំចុច layer កន្លែងនេះមួយ layer របស់ក្រូចហ្នឹងបន្តមកទៀតខ្ញុំចូល filter blur បន្តមកទៀតខ្ញុំចូល motion blur ហើយខ្ញុំដាក់វា11ចុះបន្តមកទៀតដោយសារតែស្មៅនេះវារៀងពណ៌រៀងslate ពេកខ្ញុំអាចបន្ថែមពណ៌នៅលើស្មៅនេះមកអញ្ចឹងកន្លែងណានេះស្មៅខ្ញុំអាចគ្រប់វាមកចុច command ឬ control G ដើម្បីគ្រប់វាចុចពីរដងនៅលើវាហើយខ្ញុំដាក់វាថាស្មៅដែរហើយខ្ញុំបង្កើត color balloon មួយទៀតមកហើយខ្ញុំចុច command ចុច option ដើម្បី clipping មកវាមកហើយខ្ញុំធ្វើការសេរីវាតិចមកនេះអូខេវាប៉ុណ្នេះអូខេអាចថាប៉ុណ្្នឹងទៅបន្តមកទៀតស្លឹកកន្លែងនេះរៀង blur ខ្ញុំអាចដាក់វាចូលទៅកាន់ layer របស់ស្លឹកហ្នឹងមកមួយណាមួយនេះបន្តមកទៀត filter blur motion blur ខ្ញុំទាញវាមកចេញមកដើម្បីស្របទៅគ្នាមិនដាក់ប៉ុណ្នេះបន្ទាប់ពីគិតថាហ្នឹងជា final product ឬក៏ final របស់យើងហើយយើងអាចធ្វើការ color វាមកតង់ទៀតបាននៅលើកាមេរ៉ា RAW អញ្ចឹងយើងអាចបង្កើត layer ថ្មីមួយនៅខាងលើគេឥឡូវខ្ញុំសូមបិទផ្នែកមួយនេះសិនមួយនេះបន្តមកទៀតយើងចូលនៅ layer លើគេនេះចុច shift option command ហើយចុចអក្សរ E ឬក៏អក្សរ E shift option command អក្សរ E ឬក៏ shift alt control អក្សរ E អញ្ចឹងយើងអាចបង្កើត layer ថ្មីមួយទៀតនៅខាងលើគេនេះដោយវាយក setting ទាំងអស់ហ្នឹងទៅដាក់តមកទៀតខ្ញុំយក mouse stamp convert វាទៅជា smart object មួយសិនបន្តមកទៀតខ្ញុំចុច shift command A ដើម្បីចូលទៅកាន់កាមេរ៉ា RAW អញ្ចឹងធ្វើការពង្រីកវាបន្តិចមកអាចចុច option ឬក៏ Alt ឲ្យជាប់ហើយscroll ទៅមុខឬទៅក្រោយទៅអញ្ចឹងចូលមកដល់កាមេរ៉ា RAW នេះខ្ញុំអាចសេរីវា
ខ្ញុំគិតថាវាមើលទៅរៀង bright ខ្លាំងពេកខ្ញុំអាចតម្លាក់ highlight បន្តិចមកធម្មតាsetting មួយចំនួននេះបានន័យថាកន្លែង exposure នេះគឺជាពន្លឺអញ្ចឹងដល់ពេលដែលយើងទាញវាខ្លាំងវានឹងពន្លឺខ្លាំងទាំងអស់ហ្មងទាំងកន្លែងដែលងងឹតទាំងកន្លែងដែលភ្លឺអីគឺវាទៅទាំងអស់ហ្មងអញ្ចឹងចុចពីរដងលើវាមកដើម្បីវាមកដើមហើយកន្លែង highlight នេះគឺជា setting ដែលវាភ្លឺជាងគេអញ្ចឹងកន្លែងណាដែលភ្លឺជាងគេយើងអាចទាញវាមករៀងងងឹតតិចតាមទៀត shadow នេះកន្លែង shadow នេះគឺជាកន្លែងដែលពន្លឺតិចជាងគេអញ្ចឹងយើងអាចទាញតម្លាក់ shadow បន្តិចមកអូខេបន្តមកទៀត Y នេះកន្លែងដែលភ្លឺជាងគេដែរអញ្ចឹងទាញ Y មកបន្តិច black នេះកន្លែងដែលងងឹតជាងគេដែរទាញ black នេះបន្តិចមកហើយយើងចូលកន្លែងeffect នេះកន្លែង effect នេះខ្ញុំសុំទាញ texture នេះមកក្រោមបន្តិចកន្លែងclarity នេះខ្ញុំទាញបូក5អូខេបន្តមកទៀតខ្ញុំចូលកន្លែង curve នេះគឺខ្ញុំអត់ប្រើទេតែខ្ញុំចូលកន្លែង color mixer នេះកន្លែង hue នេះគឺជាកន្លែងដែលយើងអាចដូរនៅពណ៌ឧទាហរណ៍ពណ៌ក្រហមអញ្ចឹងយើងអាចដូរទៅជាពណ៌ផ្សេងមួយទៀតអញ្ចឹងទៅហើយកន្លែង saturation នេះគឺជាកន្លែងពណ៌បន្ថែមកម្រិតពណ៌បានន័យថាដូចពណ៌លឿងអញ្ចឹងយើងអាចបន្ថែមឲ្យលឿងខ្លាំងឬក៏លឿងស្រាលអាហ្នឹងគឺ saturation ហើយ luminance នេះគឺជាកន្លែងថែមពន្លឺអញ្ចឹងឧទាហរណ៍ពន្លឺមួយណាយើងចង់ឲ្យពណ៌មួយណាឧទាហរណ៍ពណ៌ខៀវអញ្ចឹងយើងចង់បន្ថែមពន្លឺទៅលើពណ៌ខៀវឬក៏បន្ថយពន្លឺទៅកន្លែងពណ៌ខៀវយើងអាចកន្លែង luminance នឹងបានអញ្ចឹងខ្ញុំចង់សេរីពណ៌កន្លែងស្មៅនេះវា green នេះខ្ញុំទាញវាមកខាងស្នាមបន្តិច18ហើយ saturation របស់ green ហ្នឹងខ្ញុំចង់បន្ថយវាមកបន្តិចមកវិញមកអាចថា10ហើយកន្លែងពណ៌លឿងនេះខ្ញុំចង់បន្ថែមពណ៌វាកាន់តែលឿងបន្តិចអូខេហើយកន្លែង green នេះខ្ញុំចង់បន្ថយពន្លឺវាបន្តិចទៀតមកអូខេអញ្ចឹងខ្ញុំគាត់ថា setting ប៉ុណ្ណឹងហើយខ្ញុំចុច OK មកអូខេអានេះជា artwork ដែលយើងធ្វើ color ហើយនេះ artwork ដែលយើងអត់ទាន់ធ្វើ color ហើយគេថាវារសជាងមុនគេថា color របស់វាគឺរសជាងមុនអញ្ចឹងបន្ទាប់ពី final ហើយយើងអាចចុចពាក្យថា file មកហើយពាក្យថា save ហើយខ្ញុំអាច save វាមកដាក់ឈ្មោះថា lemon ហើយ save ជា file PSD ដើម្បីទុកកែថ្ងៃក្រោយបន្តមកទៀត save វាជា poster file save as បន្តមកទៀតកន្លែង file នេះខ្ញុំដាក់ថា JPEG អូខេបន្តមកខ្ញុំ save មកអូខេចឹងសម្រាប់ artwork នេះគឺងាយមែនតើដោយយើងមាន asset ហើយយើងគ្រាន់តែបន្ថែមជាមួយនឹងពន្លឺកែជាមួយនឹងពណ៌តិចតួចយើងនឹងអាចបានជាមួយនឹង poster ថ្មីមួយជាមួយនឹង product របស់យើងហើយសម្រាប់អ្នកទាំងអស់គ្នាវីដេអូមុនបានធ្វើជាមួយនឹង poster ខ្លះអត់អាច drop comment ម្នាក់មួយនៅខាងក្រោមមកហើយបើសិនបើអ្នកទាំងអស់គ្នាចង់ធ្វើជាមួយនឹង poster មួយនេះបន្ថែមទៀតអាចចូលទៅកាន់ link Telegram ខាងក្រោមនៅក្នុង description ហ្នឹងដើម្បីទៅ download asset មួយចំនួនយកមកសាក design ឲ្យបានចេញជារូបភាពដូចខ្ញុំកំពុងតែធ្វើនេះអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាមើលហើយធ្វើផងយើងអាចបង្កើនជំនាញថ្មីមួយសម្រាប់ខ្លួនឯងអញ្ចឹងអរគុណសម្រាប់ការទស្សនាវីដេអូនេះហើយយើងនឹងជួបគ្នានៅវីដេអូក្រោយបន្តទៀត